រឿងជួបស្នេហ៍ក្រោមម្លប់ដើមឈើស្ថិតនៅក្នុងភូមិមួយក្បែរមាត់ទន្លេដែលមានខ្យល់អាកាសបរិសុទ្ធនិងម្លប់ឈើត្រឈឹងត្រឈៃមានកំឡុងម្នាក់ឈ្មោះពន្លកជាអ្នកចម្លាក់ឈើដ៏ចំណានម្នាក់ហើយរូបចម្លាក់របស់គេតែងតែផ្ទុកទៅដោយព្រលឹងធម្មជាតិពន្លកមានចិត្តស្មោះត្រង់និងចូលចិត្តភាពស្ងប់ស្ងាត់នៅរាត្រីមួយដែលព្រះច័ន្ទពេញវង្សពន្លកកំពុងអង្គុយក្រោមដើមឈើដ៏ធំមួយក្បែរមាត់ទន្លេគេកំពុងឆ្លាក់រូបតំណាងឲ្យសេចក្តីស្នេហាមួយរំពេចនោះស្រាប់តែមាននារីម្នាក់ដើរមកដល់នាងមានឈ្មោះបុប្ផាជាកូននាគចំការនៅក្បែរភូមិខាងលើនាងមកទីនេះដើម្បីស្រូបយកក្លិនផ្កាដែលដុះនៅតាមមាត់ទន្លេរំពេចនោះបុប្ផាបានឃើញពន្លកកំពុងឆ្លាក់រូបហើយមានចិត្តឆ្ងល់ជាខ្លាំងក៏ដើរចូលទៅជិតហើយបុប្ផាក៏បានសួរទៅកាន់ពន្លកថាតើបងកំពុងឆ្លាក់រូបអ្វីហ្នឹងវាមើលទៅដូចជាមានជីវិតណាស់ពន្លកក៏បាននិយាយថាបាទខ្ញុំបានកំពុងឆ្លាក់រូបតំណាងឲ្យបេះដូងដ៏ស្មោះត្រង់មួយតើនាងឈ្មោះអ្វីនាងមើលទៅដូចជាផ្កាដែលទើបតែរីកនៅពេលយប់អញ្ចឹងបុប្ផាហាក់បីដូចជាអៀនជាខ្លាំងមុខឡើងក្រហមហើយនាងក៏បាននិយាយថាខ្ញុំឈ្មោះបុប្ផាចុះបងវិញមានឈ្មោះអ្វីដែរពន្លកក៏បានតបថាខ្ញុំបាទមានឈ្មោះពន្លករីករាយដែលបានស្គាល់នាងពួកគេចាប់ដើមនិយាយគ្នាពីរឿងស្នាដៃសិល្បៈពីធម្មជាតិនិងពីក្តីស្រមៃរបស់ពួកគេពន្លករៀបរាប់ពីបំណងដែលចង់ឆ្លាក់រូបនារីម្នាក់ដែលមានសម្រស់ស្រស់ស្អាតដូចជាទេពធីតាហើយបុប្ផាក៏បានប្រាប់ពន្លកថាខ្ញុំពិតជាស្រឡាញ់ក្លិនឈើដែលគេឆ្លាក់ណាស់វាធ្វើឲ្យខ្ញុំនឹកឃើញដល់ភាពកក់ក្ដៅ1 ម៉ោងបានកន្លងផុតទៅយ៉ាងរហ័សដោយសារតែពួកគេមានចំណង់ចំណូលចិត្តស្រដៀងគ្នាចាប់តាំងពីពេលនោះមកពន្លកនិងបុប្ផាតែងតែណាត់ជួបគ្នានៅក្រោមដើមឈើដដែលពន្លកចាប់ផ្ដើមបង្រៀនបុប្ផាពីរបៀបមើលឈើល្អនិងរបៀបឆ្លាក់ងាយចំណែកបុប្ផាវិញនាងបានយកផ្កាស្រស់ដែលនាងបានដាំមកជូនពន្លកដើម្បីដាក់លម្អនៅក្នុងផ្ទះរបស់គេក្តីស្រឡាញ់របស់ពួកគេបានរីកដូចជាពន្លកឈើដែលត្រូវបានថែរក្សាដោយទឹកភ្លៀងនិងពន្លឺព្រះអាទិត្យពន្លកបានសម្រេចចិត្តឆ្លាក់រូបបុប្ផាដោយសម្ងាត់ដោយប្រើឈើដែលល្អបំផុតហើយឆ្លាក់ដោយក្តីស្រឡាញ់ទាំងស្រុងថ្ងៃមួយបុប្ផាបានសួរពន្លកថាពន្លកបងគិតយ៉ាងណាដែរចំពោះគូជីវិតតើបងធ្លាប់ស្រមៃចង់បានគ្រួសារមួយដែលមានសេចក្តីសុខទេពន្លកដាក់ចម្លាក់ចុះហើយចាប់ដៃបុប្ផាយ៉ាងណែនពន្លកក៏បាននិយាយថាបងស្រមៃចង់បានគ្រួសារមួយដែលពោរពេញដោយក្លិនឈើស្រស់និងក្លិនផ្កាក្រអូបបងចង់ចំណាយពេលពេញមួយជីវិតរបស់បងនៅជាមួយនារីដែលមានចិត្តដូចជាធម្មជាតិបរិសុទ្ធម្នាក់នោះគឺជារូបអូនពេលឮពន្លកនិយាយបែបនេះបុប្ផារំភើបចិត្តជាខ្លាំងរកនិយាយអ្វីមិនចេញសោះនាងក៏បានអោបពន្លកយ៉ាងណែនហើយបាននិយាយថាខ្ញុំក៏ស្រឡាញ់បងដែរពន្លកសេចក្តីស្នេហាដែលបងមានចំពោះអូនធ្វើឲ្យជីវិតរបស់អូនមានន័យណាស់ដូចជាផ្កាដែលរីកនៅពេលត្រូវបានថែទាំអញ្ចឹង
ពួកគេសន្យានឹងគ្នាថានឹងកសាងអនាគតជាមួយគ្នាហើយនឹងមិនបោះបង់ចោលគ្នាឡើយទោះមានឧបសគ្គអ្វីកើតឡើងក៏ដោយប៉ុន្តែរឿងរ៉ាវស្នេហាមិនមែនសុទ្ធតែផ្អែមល្ហែមនោះទេឪពុករបស់បុប្ផាជាអ្នកចម្ការផ្កាដ៏មានទ្រព្យសម្បត្តិហើយគាត់ចង់ឲ្យកូនស្រីរបស់គាត់រៀបការជាមួយនឹងកូនប្រុសអ្នកមានស្រុកស្ដំនៅភូមិក្បែរនោះឈ្មោះថាសុភ័ក្រដែលជាអ្នកចំនួនផ្កាដ៏ធំមួយនៅពេលដែលឪពុកបុប្ផាដឹងរឿងស្នេហារបស់នាងជាមួយពន្លកគាត់ក៏ខឹងសម្បារយ៉ាងខ្លាំងឪពុកបុប្ផាក៏បាននិយាយទៅកាន់បុប្ផាថាកូនមិនអាចយកកូនអ្នកឆ្លាក់ឈើក្រីក្រម្នាក់មកធ្វើប្តីបានទេសុភ័ក្រជាអ្នកដែលអាចផ្ដល់ភាពសុខដុមរមនាដល់កូនគាត់បានដាក់កំហិតមិនឲ្យបុប្ផាចេញពីផ្ទះឡើយហើយមិនឲ្យជួបពន្លកទៀតឡើយបុប្ផាយំសោកយ៉ាងខ្លាំងនាងមិនចង់ក្បត់សេចក្តីស្នេហារបស់នាងឡើយចំណែកពន្លកវិញគេមានចិត្តឈឺចាប់ជាខ្លាំងប៉ុន្តែគេមិនបោះបង់ឡើយគេដឹងថាគេត្រូវតែបង្ហាញឲ្យឪពុកបុប្ផាឃើញពីតម្លៃនិងភាពស្មោះត្រង់របស់គេពន្លកបានសម្រេចចិត្តឆ្លាក់រូបចម្លាក់មួយដ៏ធំបំផុតក្នុងជីវិតរបស់គេបានឆ្លាក់រូបបុប្ផាកំពុងកាន់ផ្កាមួយតងហើយរូបចម្លាក់នោះត្រូវបានព័ទ្ធជុំវិញដោយរូបដើមឈើនិងផ្កាគេបានដាក់ឈ្មោះចម្លាក់នោះថាស្នេហាស្ថិតស្ថេរពន្លកធ្វើការទាំងយប់ទាំងថ្ងៃគេលែងគិតដល់ការហត់នឿយរបស់ខ្លួនគឺគិតតែពីស្នេហារបស់គេ2 សប្តាហ៍ក្រោយមកពន្លកបានយកចម្លាក់ដ៏ធំនោះទៅតាំងនៅក្នុងសាលបុណ្យមួយរបស់ភូមិដែលឪពុកបុប្ផានិងសុភ័ក្រក៏បានចូលរួមដែរនៅពេលដែលមនុស្សគ្រប់គ្នាបានឃើញចម្លាក់ស្នេហាស្ថិតស្ថេរពួកគេក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងរូបចម្លាក់នោះមានភាពរស់រវើកខ្លាំងណាស់វាហាក់បីដូចជាបុប្ផាពិតៗមនុស្សគ្រប់គ្នាបានសរសើរពីទេពកោសល្យនិងសេចក្តីស្នេហារបស់ពន្លកឪពុកបុប្ផាដើរចូលទៅជិតចម្លាក់នោះហើយមើលដោយការចាប់អារម្មណ៍គាត់ឃើញភាពស្មោះត្រង់និងសេចក្តីស្រឡាញ់ដ៏ធំធេងដែលពន្លកបានដាក់បញ្ចូលទៅក្នុងរូបចម្លាក់នោះនៅលើរូបចម្លាក់ពន្លកបានឆ្លាក់ពាក្យថាទ្រព្យសម្បត្តិអាចបាត់បង់ទៅវិញបានប៉ុន្តែសេចក្តីស្នេហាពិតនឹងស្ថិតស្ថេរដូចឈើដែលរឹងមាំបំផុតសុភ័ក្របានមើលទៅវិញហើយមិនបានបង្ហាញពីអារម្មណ៍អ្វីឡើយគាត់បានដឹងថាគាត់បានយល់ខុសហើយសុភ័ក្រគ្រាន់តែស្រឡាញ់លុយនិងភាពហ៊ឺហាតែប៉ុណ្ណោះតែពន្លកវិញស្រឡាញ់កូនស្រីរបស់គាត់ដោយបេះដូងពិតគាត់ក៏ទៅរកពន្លកហើយនិយាយថាពន្លកឲ្យពុកសុំទោសកូនបានបង្ហាញឪពុកថាសេចក្តីស្រឡាញ់ពិតមានតម្លៃជាងមាសប្រាក់ទៅទៀតកូនសមនឹងទទួលបានកូនស្រីរបស់ពុកណាស់រំពេចនោះបុប្ផាបានលបលួចមកមើលតាំងពីដើមមកក៏ស្រក់ទឹកភ្នែកដោយក្តីរំភើបហើយរត់ទៅអោបពន្លកហើយបុប្ផាបាននិយាយថាពន្លកបងអស្ចារ្យណាស់ពន្លកញញឹមហើយថើបថ្ងាសនាងយ៉ាងទន់ភ្លន់ហើយពន្លកក៏បាននិយាយថាយើងបានឆ្លងកាត់វាជាមួយគ្នាហើយណាបុប្ផាស្នេហារបស់យើងគឺដូចជាឈើដែលឆ្លាក់រួចអញ្ចឹងវារឹងមាំហើយមិនអាចបំផ្លាញបានឡើយមិនយូរប៉ុន្មានពន្លកនិងបុប្ផាក៏បានរៀបការជាមួយគ្នានៅក្រោមដើមឈើដែលពួកគេបានជួបគ្នាដំបូងផ្កាជាច្រើនបានធ្លាក់មកលើពួកគេដូចជាដំណក់ពេជ្រហើយផ្កាដែលបុប្ផាបានដាំក៏បានលម្អបរិវេណទាំងមូលពន្លកបានសាងសង់ផ្ទះមួយនៅក្បែរដើមឈើដែលពួកគេបានជួបគ្នា
ហើយពួកគេបានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលហើយពន្លកក៏បានឆ្លាក់ចម្លាក់ដ៏ស្រស់ស្អាតមួយហើយបុប្ផាក៏បន្តដាំផ្កាដែលមានក្លិនក្រអូបរាល់យប់ពួកគេតែងតែអង្គុយក្រោមម្លប់ដើមឈើដោយរំលឹកពីរឿងស្នេហារបស់ពួកគេដែលជាសេចក្តីស្រឡាញ់ស្ថិតស្ថេរដូចចម្លាក់ឈើពេញមួយជីវិតរឿងនេះចង់អប់រំថាសេចក្តីស្នេហាគឺធំធេងជាងមាសប្រាក់ទៅទៀតអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់នៅរឿងមួយនេះហើយនេះគឺជាការនិទានដំបូងរបស់ខ្ញុំដែរសង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តនៃការសម្រាយរឿងមួយនេះបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តសូមជួយចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងមួយផងដើម្បីបាននៅវីដេអូថ្មីៗបន្តទៀតពីខ្ញុំបាទនីតិខៈ